ជីវៀងកំហុសក្នុងការបដូរខោទឹកនោមបែបនេះបើសិនជាម៉ាក់អត់ចង់ឲ្យកូនម៉ាក់មានការឆ្លងមេរោគមកប្រព័ន្ធទឹកនោមរបស់គាត់ដូចជាការចម្លងរោគទៅលើប្រភេទរបស់គាត់ទេគឺម៉ាក់មិនត្រូវធ្វើការជូតសម្អាតពីផ្នែកខាងក្រោយមកផ្នែកខាងមុខទេព្រោះថាការជូតអូសពីខាងក្រោយមកខាងមុខបែបនេះគឺនាំមកនៅបាក់តេរីដែលមាននៅក្នុងលេងមុនរបស់កូនមកកាន់តំបន់ទាំងនេះបែបហ្នឹងហើយនៅពេលដែលបដូរខោទឹកនោមក៏ដូចជាជូតសម្អាតកូនណាគឺម៉ាក់ត្រូវជូតពីខាងមុខទៅផ្នែកខាងក្រោយជាពិសេសគឺកូនស្រីតែម្ដងព្រោះថាក្មេងស្រីគឺងាយឆ្លងមេរោគជាងក្មេងប្រុសទៅទៀតហើយការប្រើប្រាស់ខោទឹកនោមបានត្រឹមត្រូវក៏បង្ការកូនយើងពីការឡើងកន្ទួលឡើងរមាស់គូដូចអូន Vincent អញ្ចឹងប្រើខោទឹកនោមមក Ellen 3នេះគឺងាយស្រួលមែនតើអត់ដែរចេះឡើងរោកន្ទួលរមាស់អីគេទេដោយសារអីខោទឹកនោមហ្នឹងគឺវាជក់ទឹកបានល្អអត់មាននៅសើមគូតលេខលាក់នោះទេហើយខោវិញគឺទន់មែនតើព្រោះផ្សំឡើងពីកប្បាសធម្មជាតិហើយតាំងពីប្រើខោនេះគឺសំចៃបានច្រើនអត់ពិបាកផ្លាស់ប្ដូរច្រើនដងនោះទេស័ក្តិសមមែនតើម៉ាក់ដែលមានកូនមានស្បែកងាយរងប្រតិកម្មអីគឺត្រូវតែម្ដងខោ Ellen 3យប់ឡើងអីក៏អត់ពិបាកថាងើបដូរច្រើនខោដែរសន្សំសំចៃហើយទាំងម៉ាក់ទាំងកូនណាគេបានឆ្អែតទៀតខ្ញុំប្រើទាំងខោទឹកនោមហើយនឹងកន្សែងសើមទៀតកូនបៅគ្រប់ឬមិនគ្រប់តើដឹងតាមរយៈវិធីណាទៅងាយទេប្រើតែខោទឹកនោមក៏អាចដឹងបានដែរមិនថាម៉ាក់ដែលបូមទឹកដោះឬក៏ឆុងម្សៅដោះគោដែលឃើញបរិមាណផ្ទាល់ឬក៏ម៉ាក់ដែលបំបៅដោះគោអត់អាចឃើញទឹកដោះរបស់យើងក៏អាចប្រើបានដែរថ្ងៃទីរកការដំបូងខោទឹកនោមគាត់គួរតែសាមពីចន្លោះពី1ទៅ2ខោសម្រាប់ថ្ងៃទី2ទៅថ្ងៃទី3វិញក្នុង24ម៉ោងគាត់គួរតែសាមខោចន្លោះពី2ទៅ4ខោតែថ្ងៃទី4វិញចន្លោះពី4ទៅ6ខោទឹកនោមហើយចាប់ពីថ្ងៃទី5ទៅក្នុងរយៈពេល24ម៉ោងគាត់គួរតែសាមខោទឹកនោមនឹងចំនួន6ខោហើយទៅរកតូចៗអញ្ចឹងងាយឡើងរោងាយឡើងកទួលណាបើសិនជាយើងរើសខោទឹកនោមអត់បានត្រូវតែខោទឹកនោម Ellen 3នេះមិនត្រឹមតែស្រូបទឹកបានច្រើនហើយអត់ពិបាកដូរច្រើនខោនៅក្នុងមួយយប់ថែមទាំងស្ដើងហើយទន់ល្មើយព្រោះថាផ្សំឡើងពីសម្លេងកប្បាសធម្មជាតិតែម្ដងអញ្ចឹងទោះបីជាកូនយើងងាយឡើងរងប្រតិកម្មកន្ទួលរមាស់ស្បែកអីក៏អត់បារម្ភដែរបាត់ពិសោធន៍អូន Vincent ប្រើប្រាស់ផ្ទាល់ចង់នោមច្រើនប៉ុណ្ណាក៏ដោយយកកណ្ដាស់ទៅជូតផ្ទាល់ភ្លាមអត់មានដាំទឹកមកវិញសោះបានន័យថាទឹកនោមនោះគឺស្រូបទៅនឹងខោអស់តែម្ដងអត់នៅសើមរលែករលាក់ធ្វើឲ្យរោលគូកូនយើងនោះទេហើយក៏អត់បារម្ភលេចធ្លាយដែរព្រោះថាជើងខោនេះគឺធ្វើជាស្រទាប់2ជាន់បែបនេះបាទចង់ឲ្យកូនរកខោទឹកនោមមិនបាត់ណាម៉ាម៉ាក់ជៀសវាងនៅកំហុសបែបនេះទី1គឺការជ្រើសរើសខោទឹកនោមអត់ត្រូវទំហំច្រើនម៉ាម៉ាក់គិតថាប្រហែលជារើសខោតឹងពេកតែមួយមុខឯងមែនទេមិនអញ្ចឹងទេសូម្បីតែយើងរើសខោទឹកនោមដែលធំជាងកូនយើងក៏អាចឲ្យរោដែរសម្រាប់ខោដែលតឹងពេកធ្វើឲ្យកកិតធ្វើឲ្យតឹងខ្លាំងពេកតែបើសិនជាធូរទឹកនោមហ្នឹងក៏វាអាចហៀចេញមកខាងក្រៅដែរអញ្ចឹងស្ទឹកកន្លែងគាត់គេងឬក៏ខោគាត់ហ្នឹងធ្វើឲ្យរោទៅគូតគាត់ផងដែរទី2អត់បានជូតសម្អាតឲ្យស្ងួតមុននឹងស្លៀកខោទឹកនោមទេពេលខ្លះគាត់នោមហើយនៅសើមឬក៏ពេលដែលលាងទឹកហើយវាអត់បានស្ងួតល្អយើងស្លៀកខោតែម្ដងនឹងក៏អាចធ្វើឲ្យកូនរោដែរទី3វិញគឺការទុកឲ្យកូននៅផ្អាប់នៅទឹកនោមយូរពេកអត់សូវបានផ្លាស់ប្ដូរនោះទេចំណុចនេះរៀងពិបាកតិចហើយព្រោះទាំងខ្ញុំទាំងគេពេលខ្លះវិញគឺអត់បានងើបយប់ដើម្បីផ្លាស់ប្ដូរទេបែបហ្នឹងហើយទើបខ្ញុំរើសខោទឹកនោមណាដែលជក់ទឹកបានល្អតែស្អែកដូចខោ Ellen 3ដែលខ្ញុំធ្លាប់ពិសោធន៍ឲ្យម៉ាក់មើលអញ្ចឹងគឺទោះបីជាពេញយ៉ាងណាក៏ដោយយកកណ្ដាស់ឬក៏ដៃទៅប៉ះគឺអត់មានតែទឹកឬក៏ដាមមកវិញនោះទេបានន័យថាគូតរបស់កូនយើងអត់នៅសទឹកលេខលាក់ទេគឺខោទឹកនោមហ្នឹងគឺស្រូបបានល្អតែម្ដងនេះជាចំណុចពិសេសដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើពីខោទឹកនោម Ellen 3សាច់ខោទន់ងាយស្រួលបាត់បែនហើយប្រើឲ្យអត់បារម្ភរឿងរោគកន្ទួលនោះទេម៉ាក់ដែលមានកូនណាស្បែកងាយប្រតិកម្មគឺស័ក្តិសមខ្លាំងមែនតើ